បាទសូមគោរពជម្រាបសួរលោកអ្នកនិងសួស្តីយុវជនយុវតីដោយវិស័យភាពអរគុណចំពោះខ្លួនមួយនិងលោកអ្នកដែលបានទេសនាជូនពរមានប្រាជ្ញាច្រើនបាទអរគុណសំដីនេះបានថាជើងដអត្ថន័យគឺពាក្យដែលស្ដីដែលនិយាយភាសាសំដីពីរោះសំដីទុនចេះសំដីសំដៅគឺបានពាក្យទំនៀមបុរាណពាក្យតិពុលោកថាសំដីជាអេលេខជាតោអក្សរជាត្រីបាទអក្សរជាត្រីចេះសំដីគឺជាទី1ចេះសំដីគឺជាទី1ចេះវិជាលេខគឺជាទី2ចេះតែអក្សរល្អគឺជាទី3នៅនោះគឺការពូកែសម្ដីក៏ប្រសើរជាងការពូកែវិជាលេខនិងការពូកែសរសេរអក្សរល្អបាទនេះបានមានពាក្យមួយទៀតថាសម្ដីសជាតិបាទសម្ដីសជាតិមីឌៀទេណាមីឌៀសត្រពលសពូហ្នឹងណាបាទបញ្ជាក់មកវិញថាសម្ដីនេះក៏បើវាត្រូវការពួតការខ្នាតផងណាលោកនេះមិនចេះតែបាច់ទៅណាបាទពាក្យមួយទៀតគេថាសម្ដីនេះសំបាទនឹងតស្អីដីបាទសម្ដីជាភាសាគឺគ្រាប់ដំណាំទូគឺដំណាំទូដែលស្ពាតបាទដែលមានតែសម្បកឥតសាច់បានគេថាសម្ដីស្រូវសម្ដីល្ងស្អីស្រូវយើងមិនអាចស្រូវយើងស៊ីសម្ងាញ់មកស្រុកនេះស្រុកខ្ញុំបាទតែមិនគេហៅថាកណ្ដៀបស្រូវឬក៏កណ្ដៀបស្រូវនេះកណ្ដៀបស្រូវនេះមានកណ្ដៀបមិនសូវបានផលឆ្នាំនេះបាទសុខអរឃើញទេណាបាទអរគុណចំពោះលោកអ្នកដែលបានទេសនាពីពូអរមានប្រាជ្ញាច្រើន